បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាខ្ញុំមានមតិចង់ឆ្លើយទៅបងប្អូនស្រីម្នាក់នេះបន្តិចតែបើសិនជារបបតកូលហ៊ុនខ្ញុំមិនគ្រប់គ្រងទេព្រោះអាពូជនេះវាមិនដែលចង់ឲ្យខ្មែររស់ទេដែលមុននឹងឆ្លើយខ្ញុំសូមនិយាយអំពីគាត់ភាសាគាត់ថាតកូលហ៊ុនគាត់មិនគ្រប់គ្រងទេអាពូជនេះដែលការពារប្រជាជនពីពេលណាអញ្ចឹងតាំងពីឆ្នាំ1979បន្ទាប់ពីរំដោះហើយមកណាយើងក៏ដឹងបើនិយាយពីប្រទេសជិតខាងខាងកើតខាងលិចគេចង់លេបយកទឹកដីកម្ពុជាប៉ុណ្ណាប៉ុន្តែរឿងទាំងអស់នេះមានតែត្រកូលហ៊ុនទេដែលជាអ្នកការពារទឹកដីឲ្យប្រជាជនរស់រានមានជីវិតរហូតមកដល់សប្តាហ៍នេះនឹងមួយទៅឯមួយទៀតបើត្រកូលហ៊ុនមិនចង់ឲ្យប្រជាជនរស់រានមានជីវិតទេបន្ទាប់ពីរំដោះមិនការពារទឹកដីទេបន្ទាប់ពីរំដោះមក1979ប្រជាជនខ្មែរមានប្រមាណអ្នកមានអត់ដល់4លានអ្នកទេតែបច្ចុប្បន្នឡើងដល់17ឬ18លានអ្នកអានឹងមួយចំណែករីឯមួយចំណែកទៀតបើគ្រួសារត្រកូលហ៊ុនមិនបានគិតដល់ជីវភាពនិងការរស់នៅរបស់ប្រជាជនទេគ្រួសារត្រកូលហ៊ុនមិនបានចុះ MOU ជាមួយកូរ៉េដើម្បីបញ្ជូននាងម្នាក់ហ្នឹងទៅរស់នៅទឹកដីកូរ៉េរ៉ូស៊ីធ្វើការមានបាននៅទឹកដីកូរ៉េនោះទេនេះណាបើគ្រួសារត្រកូលហ៊ុនអត់ស្រឡាញ់ប្រជាជនអត់ស្រឡាញ់ទឹកដីម្លេះនាងម្នាក់នេះអាចធ្វើជាប្រពន្ធអ្នកកសិករជួស្រែនៅស្រុកស្រែក៏ថាបានដែរក៏ប៉ុន្តែដើម្បីជីវភាពប្រជាពលរដ្ឋគ្រួសារត្រកូលហ៊ុនសម្ដេចតេជោពុះពៀគ្រប់ឧបសគ្គរកដំណោះស្រាយសពបែបយ៉ាងហើយឈានទៅរកការចុះ MOU ជាមួយកូរ៉េដើម្បីសុំបញ្ជូនពលករទៅធ្វើការនៅកូរ៉េតែក្នុងឆ្នាំ1997 98 99 2000ជាងមកនេះបន្ទាប់ពី MOU ជាមួយកូរ៉េហើយសន្យាជាមួយកូរ៉េបញ្ជូនពលករក្នុងមួយឆ្នាំប្រហែលខ្ញុំអត់ដឹងចំនួនទេណាខ្ញុំចាំអត់ចាំទេប៉ុន្តែយើងរកពលករបញ្ជូនទៅកូរ៉េអត់បានទេដោយសារមូលហេតុអីបើនិយាយប្រឆាំងសំរងស៊ីជំនាន់នោះគឹមសុខាជំនាន់នោះហើយស្អីគេវិទ្យុសំឡេងសិទ្ធិមនុស្សរបស់គឹមសុខាជំនាន់នោះនិយាយថាហ៊ុនសែនបញ្ជូនពលករឲ្យទៅធ្វើការនៅប្រទេសគេដើម្បីកាត់បន្ថយកម្លាំងរបស់ប្រជាពលរដ្ឋដើម្បីឲ្យយួនគ្រប់គ្រងទឹកដីអីសពបែបយ៉ាងពេលនោះយើងរកចំនួនអត់បានឲ្យទៅកូរ៉េទេអត់បានគ្រប់ឲ្យកូរ៉េទេប៉ុន្តែបច្ចុប្បន្នវិញអ្នកទៅចុះឈ្មោះរៀនកូរ៉េដើម្បីទៅកូរ៉េវាលើសពីអ្វីដែលកូរ៉េចង់បានតើមូលហេតុអ្វីមកពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនេះហើយទៅបានជាមានមនុស្សផុសផុលទៅធ្វើរីឯសំរងស៊ីពេលដែលចុះ MOU ដំបូងសំរងស៊ីរាំងស្ទះប្រជាពលរដ្ឋអត់ឲ្យទៅធ្វើការទេមួយដល់ពេលបច្ចុប្បន្នពេលដែលបងប្អូនប្រជាពលរដ្ឋទៅរស់នៅកូរ៉េបានហើយធ្វើការនៅកូរ៉េបានហើយអ្នកទទួលផលពីក្រុមដែលមានអ្នកនិន្នាការប្រឆាំងដោយបងអូនស្រីម្នាក់នេះគឺសំរងស៊ីអ្នកទទួលផលអ្នកដែលបញ្ជូនទៅសម្ដេចតេជោហ៊ុនសែនអត់បានទទួលផលប្រយោជន៍អីទេធ្វើទៅតាមលក្ខខណ្ឌនៃការដឹកនាំទទួលផលប្រយោជន៍នៃការវិលលុយចុះឡើងនេះជាសេដ្ឋកិច្ចមួយដែលទទួលបានសម្រាប់ជាតិនិងប្រជាជនរីឯហ៊ុនសែនអត់បានទេអត់បានផលប្រយោជន៍ទេតែសំរងស៊ីបានផលប្រយោជន៍ទៅពេលដែលប្រជាពលរដ្ឋទៅនៅកូរ៉េច្រើនសំរងស៊ីបានទៅខុបខិតទៅលួងលោមផ្សេងសិទ្ធិហ៊ុនសែននេះបញ្ជូនពលរដ្ឋទៅដើម្បីឲ្យយួនមករស់នៅអីផ្សេងជាមធ្យោបាយនៃការបោកប្រាស់របស់សំរងស៊ីដើម្បីទទួលយកបានផលប្រយោជន៍ពីរឿងចំណុចអស់នេះមុនទៅប្រើនយោបាយបោកកុហកប្រជាពលរដ្ឋអត់ឲ្យចង់ឲ្យប្រជាពលរដ្ឋទៅនៅពេលដែលបានទៅហើយប្រជាពលរដ្ឋបានផលប្រយោជន៍ពីការចុះ MOU ទទួលបានផលសំរងស៊ីទៅទទួលទៅឃោសនាអីផ្សេងពីភាពអវិជ្ជមានឬក៏បំភ្លៃព័ត៌មានអវិជ្ជមាននៅកម្ពុជាសំរងស៊ីទទួលបានផលប្រយោជន៍ពីអ្នកដែលបំភ្លឺដោយបងអូនស្រីម្នាក់នេះអញ្ចឹងរីឯបងអូនស្រីម្នាក់នេះខ្ញុំចង់និយាយបន្តិចទៀតពីព្រោះបងអូនស្រីម្នាក់នេះគាត់គឺសំរងស៊ីនិយមជ្រុលនៅក្នុងបកប្រជាជនសម្ដេចហ៊ុនសែនសម្ដេចតេជោហ៊ុនសែនលោកបានមានប្រសាសន៍ថាសូមកុំធ្វើជាហ៊ុនសែនលើសហ៊ុនជាងហ៊ុនសែនប៉ុន្តែបងអូនស្រីម្នាក់នេះកំពុងតែជ្រុលនិយមសំរងស៊ីជាងសំរងស៊ីយល់សប្តាហ៍ថ្ងៃណាគ្រប់ពេលដែលគណៈបកប្រជាជនឬរដ្ឋាភិបាលរៀបចំការជួបជុំប្រជាពលរដ្ឋឬសិស្សនិស្សិតអីដែលមានចំនួនកុះកច្រើនគេទៅចូលរួមគឺគាត់ចាប់ផ្ដើមក្តៅក្រហាយឬខ្ញុំធ្លាប់មើលវីដេអូគាត់គឺគ្រប់ពេលដែលកើតរឿងដែលរៀបចំធ្វើការជួបជុំជាច្រើនដូចជាព្រឹត្តិការណ៍កីឡាដូចថ្ងៃមុនជួបជុំប្រកាសការគ្រប់គ្រងរដ្ឋាភិបាលដើម្បីប្រឆាំងជាមួយសៀមដាក់ញត្តិដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិអីនេះគាត់ចេញវីដេអូក្តៅក្រហាយគ្រប់ពេលឲ្យតែប្រជាពលរដ្ឋគ្រប់គ្រងរដ្ឋាភិបាលច្រើនគឺគាត់ក្តៅក្រហាយគឺគាត់មានចិត្តមួយគំនិតមួយគាត់របៀបជាមនុស្សគេហៅថាចង់ឲ្យមនុស្សទាំងអស់នៃរាជប្រជាណាចក្រកម្ពុជាគ្រប់គ្រងសំរងស៊ីប៉ុន្តែអត់បានដូចចិត្តអញ្ចឹងយើងឃើញស្រាប់ហើយដូចជាបាតកម្មនៅកូរ៉េបាតកម្មនៅជប៉ុនបាតកម្មនៅអាមេរិកអីមានមនុស្សចូលរួមមិនដល់1000អ្នកផងប៉ុន្តែនៅពេលដែលរដ្ឋាភិបាលរៀបចំអីមួយប្រជាជនក្នុងប្រទេសគឺពួកគាត់មូលមកជួបជុំជាច្រើនអញ្ចឹងហើយគាត់ចាប់ផ្ដើមក្តៅក្រហាយគាត់ចាប់ផ្ដើម
ចេញជាវីដេអូសម្រាប់ក្រោមរំលឹកប៉ុន្តែជាភាពក្តៅក្រហាយជេរដល់រដ្ឋាភិបាលអីជាដើមហ្នឹងសម្រាប់អូនស្រីម្នាក់ហ្នឹងគាត់គឺអញ្ចឹងហើយគាត់ចង់និយាយថាគាត់សំរងស៊ីជាងសំរងស៊ីទៅទៀតរាល់ថ្ងៃនេះគាត់ធ្លាប់ទាំងនិយាយថាសំរងស៊ីជាកំពូលមនុស្សស្នេហាជាតិស្រឡាញ់ទឹកដីតែត្រង់ចំណុចនេះណាបងស្រីបងចង់ប្រាប់បងស្រីបន្តិចសំរងស៊ីអត់មានស្រឡាញ់ជាតិស្រឡាញ់ទឹកដីហើយគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសទេសំរងស៊ី93បងចង់ប្រាប់អូនគឺពី93ដល់98សំរងស៊ីនៅភូមិស៊ុំពេជ្រមានឋានៈជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចសំរងស៊ីធ្វើអីខ្លះបងស្រីត្រូវដឹងរំលឹកឡើងវិញសំរងស៊ីបង្កើតអំពើពុករលួយរោងចក្រកាត់ឈើខុសច្បាប់តាមបណ្ដាខេត្តនីមួយៗដែលជាខេត្តមានព្រៃឈើគឺសំរងស៊ីបង្កើតមានរោងចក្រខុសច្បាប់ទាំងអស់ហើយសំរងស៊ីប្រមូលលុយសពថ្ងៃសំរងស៊ីមានចំការអាមេរិកចំការសាវម៉ៅនៅបារាំងគឺទាញយកពីផលប្រយោជន៍ពី93ដល់98ដែលសំរងស៊ីប្រព្រឹត្តអំពើពុករលួយសពបែបយ៉ាងដូចជាការលក់ឈ្មោះចូលជាកយលក់ឈ្មោះចូលជាបលិសលក់ឈ្មោះចូលជាមន្ត្រីនេះមន្ត្រីនោះលក់សពបែបយ៉ាងពីគ្រប់ឋានានុក្រមតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិដល់ថ្នាក់ឃុំសង្កាត់គឺពុករលួយទាំងអស់នេះហើយសំរងស៊ីបានសាបព្រោះអំពើពុករលួយពី93ដល់98នេះធ្វើឲ្យប្រជាជននឹងចិត្តខ្លាយទៅជាមានអំពើពុករលួយរហូតមកដល់សប្តាហ៍នេះជាអំពើដែលសំរងស៊ីសាបព្រោះកាលពី93ដល់98នេះមួយរីឯ98សំរងស៊ីមានសម្លេងឆ្នោតស្ទើរតែប្រហាក់ប្រហែលដោយ2013ដែរតែសំរងស៊ីមិនបានរក្សាសម្លេងនៃការគ្រប់គ្រងទេព្រោះខ្លួនឯងអសមត្ថភាពសំរងស៊ីបង្កើតនៅរឿងធ្វើឲ្យមានខុសច្បាប់នឹងអាងរត់ចូលក្រៅប្រទេសរត់ចេញក្រៅប្រទេសដូចសប្តាហ៍នេះអញ្ចឹង2013សំរងស៊ីមានសម្លេងឆ្នោតសម្លេងគ្រប់គ្រង55កៅអីបើសំរងស៊ីមានសមត្ថភាពសំរងស៊ីអត់ធ្វើអំពើខុសច្បាប់ហើយរត់ទៅនៅក្រៅប្រទេសរហូតដល់សប្តាហ៍នេះទេសំរងស៊ីគ្មានសមត្ថភាពហើយសំរងស៊ីក៏មិនបានស្នេហាជាតិសំរងស៊ីបានត្រឹមតែបំផ្លាញជាតិតែប៉ុណ្្នឹងឯងនេះជាការក្រើនរំលឹកឲ្យបងស្រីយល់បើសំរងស៊ីមានសមត្ថភាពសំរងស៊ីស្រឡាញ់ជាតិស្រឡាញ់ប្រជាជនពិតប្រាកដណាសម្លេងគ្រប់គ្រង55កៅអីសំរងស៊ីមិនអាចធ្វើរឿងខុសច្បាប់ដើម្បីរត់ចោលប្រទេសហើយមកស្រែកថាខ្លួនស្នេហាជាតិទេសំរងស៊ីត្រូវរក្សាកៅអីនេះរងចាំអាណត្តិក្រោយបន្ទាប់ពី2013មករងចាំ2018ដើម្បីគ្រប់គ្រងហើយនឹងមានការផ្លាស់ប្ដូរប៉ុន្តែសំរងស៊ីខ្លួនឯងគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសទេហើយចំណុចដែលសំរងស៊ីគ្មានសមត្ថភាពដឹកនាំប្រទេសសំរងស៊ីគ្មានសមត្ថភាពគ្រប់គ្រងអំណាចយោធាអំណាចដូចជាប៉ូលីសអីជាដើមនេះគឺសំរងស៊ីគ្មានសមត្ថភាពទេអញ្ចឹងហើយសំរងស៊ីបានតែស្រ័យកោកថាខ្លួនស្នេហាជាតិតែបងអូនស្រីសំរងស៊ីជាងសំរងស៊ីទៅទៀតសំរងសពថ្ងៃបងអូនងប់ងល់ជាមួយសំរងស៊ីបងធ្លាប់ស្ដាប់សម្ដីបងអូនស្ទើរតែគ្រប់វីដេអូគឺសម្ដីចេញមកបងអូនសំរងស៊ីជាងសំរងស៊ីអញ្ចឹងមានន័យថាបងអូនស្រឡាញ់ងប់ងល់ខ្លាំងណាស់បងអូនភ្លេចគិតថាសពថ្ងៃគ្រួសារបងអូននៅស្រុកខ្មែរម៉ែឪបងអូននៅស្រុកខ្មែររស់បានសុខបើមិនមានគ្រួសារត្រកូលហ៊ុនជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសបង្កលក្ខណៈងាយស្រួលឲ្យបងអូនបានសុខស្រួលបងអូនផ្លាស់ប្ដូរលុយកាក់ជូនម៉ែឪផ្សេងហ្នឹងបើគ្មានការបង្កលក្ខណៈងាយស្រួលពីរដ្ឋាភិបាលមកទេបងអូនកុំសង្ឃឹមថាបងអូនទៅដល់កូរ៉េហើយនេះអាចផ្ដល់លុយកាក់ឲ្យម៉ែឪកសាងផ្ទះសម្បែងហើយមានជីវភាពធូរធារអីនេះកុំសង្ឃឹមមិនអាចបានទេបើសិនណាជាគ្រួសារត្រកូលហ៊ុនមិនបានគិតពីប្រយោជន៍ប្រជាជនអូនត្រូវយល់ទាំងបងអូនទៅនៅកូរ៉េនឹងដូចគ្នាបើគ្រួសារត្រកូលហ៊ុនមិនបានគិតពីផលប្រយោជន៍ជាតិនិងប្រជាជនបងអូនមិនអាចទៅរស់នៅកូរ៉េបានទេហើយការចុះ MOU នេះមិនមែនកូរ៉េគេហៅយើងគេអំពាវនាវហៅយើងទៅទេគឺយើងទៅសុំគេពាក្យថាទៅសុំគេចុះ MOU ជាមួយគេដើម្បីបញ្ជូនពលករទៅធ្វើការនៅកូរ៉េនេះបើសិនណាជាយើងមិនទៅសុំគេទេបើគ្រួសារត្រកូលហ៊ុនមិនបានគិតដល់ជាតិនិងប្រជាជនទេអញ្ចឹងបងអូនមិនអាចទៅកូរ៉េបានទេបងមួយម៉ាត់គឺគ្រួសារត្រកូលហ៊ុនជាអ្នកដឹកនាំប្រទេសដើម្បីជាតិដើម្បីប្រជាជនលោកបានទៅសុំគេចុះ MOU ជាមួយគេនឹងបញ្ជូនពលករដើម្បីបម្រើការនៅប្រទេសគេទី1ទាញផលប្រយោជន៍មកវិញលុយប្រាក់ខែដែលបងអូនទទួលបានទី2ចំណេះដឹងដើម្បីឲ្យវិលត្រឡប់ប៉ុន្តែបងអូនចាំទេសម្ដេចនាយកនិយាយថាដាំដើមឈើងាយស្រួលជាងដាំដើមមនុស្សដូចជាបញ្ជូនបងអូនទៅកូរ៉េជាដើមនឹងអញ្ចឹងបើបងអូនដឹងជាមនុស្សជាអ្នកលក្ខណៈដឹងគុណគឺបងអូនត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីចូលរួមកសាងនិងអភិវឌ្ឍជាតិបងអូនមានជំនាញអីគេបងអូនមានជំនាញដាំសាឡាត់បងអូននៅស្រុកស្រែរបស់បងអូនរៀបចំតែដាំសាឡាត់ដើម្បីផ្គត់ផ្គង់នៅទីផ្សារសាឡាត់ទោះថោកក្តីថ្លៃក្តីនោះហើយជាផលប្រយោជន៍នៃការកសាងជាតិក្នុងការជួយអភិវឌ្ឍជាតិប៉ុន្តែបងអូនបែរជាទៅคล้ายទៅជាក្រពើវង្វេងបឹងលែងស្គាល់អ្វីជាគុណជាទោសទៅវិញហើយខ្ញុំក៏សូមផ្ដាំទៅដល់ជាចុងក្រោយខ្ញុំក៏សូមផ្ដាំទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក៏ដូចជាក្រៅស្រុកសូមកុំឆាប់ភ្លេចកំណើតពេកមូលហេតុបានខ្ញុំនិយាយថាសូមកុំភ្លេចឆាប់ភ្លេចកំណើតពេកទី1យើងគិតមើលសម័យអតីតកាលជិត100ឆ្នាំជាង90ឆ្នាំដែលរស់នៅក្រោមរបបដឹកនាំរបស់បារាំងជិះជាន់ធ្វើស្រែចម្ការបន្តិចបន្តួចសុទ្ធតែជាបុណ្យម្នាក់បន់ស្រន់សំពះសុំទេវតាជួយធ្វើមិនឲ្យរំដោះចេញពីនឹមត្រួតត្រារបស់បារាំងសម្ដេចសីហនុលោកខិតខំណាស់ដើម្បីរំដោះឲ្យបានពីនឹមត្រួតត្រារបស់បារាំងតែមិនបានប្រហែលឆ្នាំទេតែជាង10ឆ្នាំទេខ្មែរភ្លេចកំណើតជាពិសេស
ជាអ្នករស់នៅបរទេសឬក៏ជានិស្សិតបញ្ញវន្តនៅបរទេសនេះឯងជាអ្នកមកបំផ្លាញជាតិដោយលន់នល់បានសម្ដេចសីហនុបញ្ជូនឲ្យទៅសិក្សាផ្នែកយោធានៅប្រទេសបារាំងវិលត្រឡប់មកវិញសម្ដេចតាប្រគល់ឋានៈជាសេនាប្រមុខលន់នល់ប៉ុន្តែខាងក្រោយខ្នងនៃសេនាប្រមុខលន់នល់ជានិស្សិតទាហាននៅបរទេសរៀបចំកលល្បិចនយោបាយបោកប្រជាពលរដ្ឋមួយចំនួនឲ្យជឿងប់ងល់លើលន់នល់ហើយធ្វើរដ្ឋប្រហារផ្ដួលសម្ដេចសីហនុត្រង់ចំណុចនេះខ្ញុំចង់និយាយថាអ្នកភ្លេចកំណើតដែលងប់ងល់នឹងលន់នល់ក្នុងជំនាន់នោះណាគួរតែពិចារណាពេលដែលរស់នៅលំបាកក្នុងសម័យបារាំងជិត100ឆ្នាំបនស្រន់បនព្រះឲ្យមានអ្នករំដោះអ្នកជួយប៉ុន្តែអត់បានប្រហែលឆ្នាំទេអ្នកទាំងនោះភ្លេចទៅចូលដៃជាមួយលន់នល់ដួលរំលំសម្ដេចសីហនុក្នុងឆ្នាំ1970ក្នុងចំនួនពលពត3ឆ្នាំ8ខែ20ថ្ងៃម្នាក់រស់នៅស៊ីចុកគ្មានគ្រប់គ្រាន់រស់នៅស្គមស្គាំងមានតែស្បែកហើយនឹងឆ្អឹងប៉ុន្តែសម្ដេចតេជោហ៊ុនសែនសម្ដេចជាសៀមសម្ដេចហេងសំរិនរៀបចំរំដោះជាតិបានមកហើយពី79ដល់93មានអ្នកភ្លេចកំណើតទៀតបានចូលរួមបោះឆ្នោតគ្រប់គ្រងគណៈបកហ៊ុនស៊ិនប៉ិចដែលមានសំរងស៊ីនិងសម្ដេចនរោត្តមរណរដ្ឋជាប្រមុខដឹកនាំបកហ៊ុនស៊ិនប៉ិចឲ្យคล้ายទៅជានាយករដ្ឋមន្ត្រីទី1ទី2នេះឯងខ្ញុំចង់និយាយអំពីការភ្លេចកំណើតពី79ដល់93តែពី3ដល់10ឆ្នាំឯងខ្មែរយើងភ្លេចកំណើតទៀតហ៊ានទៅបោះឆ្នោតទៅអញ្ចឹងទៀតអត់បានរំលឹកនឹកឃើញកាលដែលខ្លួន3ឆ្នាំ8ខែ20ថ្ងៃទេខ្មែរមួយចំនួនគឺអញ្ចឹងឆាប់ភ្លេចកំណើតជាពិសេសខ្មែរនៅបរទេសហ្នឹងមិនតាមប៉ុណ្ណោះសំរងស៊ីដឹកនាំប្រទេសពីសំរងស៊ីនៅក្រសួងសេដ្ឋកិច្ចដឹកនាំអំពើពុករលួយសពបែបយ៉ាងអត់មានបានសម្លឹងមើលទេឈានមកដល់ឆ្នាំ2013ខ្មែរយើងចង់ភ្លេចកំណើតទៀតបើសិនណាសម្ដេចតេជោខ្សោយម្លេះកម្ពុជាคล้ายទៅជាវាលរហែឋានឬសង្គ្រាមផ្ទៃក្នុងខ្លួនឯងមិនដឹងថាយ៉ាងណានោះទេប៉ុន្តែដោយសារសម្ដេចតេជោហ៊ុនសែនខ្លាំងទើបរក្សាបាននូវសុខសន្តិភាពស្ថិរភាពមកដល់សប្តាហ៍ថ្ងៃប្រទេសជាតិរីកចម្រើនរហូតមកដល់សប្តាហ៍ថ្ងៃនេះអញ្ចឹងខ្ញុំសូមផ្ដាំបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលនៅក្នុងស្រុកមុននឹងគិតមុននឹងជឿអ្វីគួរពិចារណាឲ្យបានវែងឆ្ងាយបន្តិចសម័យបារាំងវេទនាប៉ុណ្ណាសម័យប៉ុលពតវេទនាប៉ុណ្ណារហូតបច្ចុប្បន្ននេះយ៉ាងម៉េចខ្លះយើងគួរតែគិតរឿងកំហុសតិចតួចក្នុងការដឹកនាំវាតែងតែមានប៉ុន្តែអ្នកណាអ្នកធ្វើកុំឆាប់ភ្លេចកំណើតទៀតហើយកុំជឿសិស្សនិស្សិតបញ្ញវន្តនៅបរទេសពីសម័យខ្ញុំគិតពីសម័យបារាំងមកដល់សម័យប៉ុលពតសុទ្ធតែជានិស្សិតនិងបញ្ញវន្តចេញមកពីបរទេសទាំងអស់ដែលបំផ្លាញខ្មែរឲ្យคล้ายជាផេះផង់ប៉ុន្តែអ្នកដែលបានសង្គ្រោះពីខ្មែរពីផេះផង់មកคล้ายទៅជាប្រទេសអភិវឌ្ឍស្មើមុខស្មើមាត់លើពិភពលោកបច្ចុប្បន្នគឺគ្រួសារត្រកូលហ៊ុនគឺសម្ដេចតេជោហ៊ុនសែននិងមន្ត្រីគ្រប់ជាន់ថ្នាក់ចូលរួមធ្វើពិតមែនក្នុងនោះខ្ញុំក៏ទទួលស្គាល់ភាពអវិជ្ជមានជាច្រើនដែលកើតឡើងប៉ុន្តែយើងត្រូវគិតយើងបន់ស្រន់អ្វីខ្លះម៉ែឪយើងបន់ស្រន់អ្វីខ្លះជីដូនជីតាយើងបន់ស្រន់អ្វីខ្លះក្នុងឆ្នាំក្នុងរបប3ឆ្នាំ8ខែ20ថ្ងៃរបស់ប៉ុលពតបន់ស្រន់យ៉ាងណាខ្លះអញ្ចឹងហើយសូមបងប្អូនដែលរស់នៅលើទឹកដីកម្ពុជាកុំជឿតាមពួកបញ្ញវន្តនិស្សិតបញ្ញវន្តនៅក្រៅប្រទេសច្រើនពេកពួកអស់នោះគ្មានបានផលប្រយោជន៍អីទេពួកអស់នោះបើយើងរៀបរាប់ពីរំដោះជាតិពីសម័យបារាំងមកលន់នល់ជាអ្នកដើមហេតុបំផ្លាញរួយហើយប៉ុលពតអៀងសេរីជាអ្នកបំផ្លាញកម្ពុជាឲ្យคล้ายទៅជាផេះផង់ប៉ុន្តែទីបំផុតបានសិស្សក្មេងវត្តម្នាក់ទេដែលជាអ្នកកសាងជាតិនេះមកដល់សប្តាហ៍ថ្ងៃនេះហើយកុំឆាប់ភ្លេចកំណើតហើយខ្មែរមួយចំនួននៅបរទេសដូចគ្នាអ្នកឯងមានសិទ្ធិមកចរចាមកដឹងផ្ដាល់និយាយអីផ្សេងលើទឹកដីកម្ពុជាក៏ព្រោះតែសម្ដេចតេជោហ៊ុនសែនដូចលើបណ្ដាញសង្គមជាដើម YouTube Facebook ប្រសិនបើហ៊ុនសែនមិនបានគិតពីជាតិនិងប្រជាជនទេម្លេះក្នុងប្រទេសនេះអត់មាន Facebook YouTube TikTok Instagram អីមកឲ្យអ្នកឯងចរចាទេអត់ឲ្យបណ្ដាញទាំងអស់នឹងចូលបើហ៊ុនសែនមិនបានគិតពីជាតិតែហ៊ុនសែនគិតពីសម្ដេចតេជោហ៊ុនសែនលោកគិតពីជាតិទើបឲ្យបណ្ដាញសង្គមអស់ទាំងនោះមកវៃលុកលើទឹកដីកម្ពុជាឲ្យខ្មែរជ្រុលនិយមមួយចំនួនដែលគេស្រឡាញ់ជាតិដែរនេះពិតប្រាកដគេរិះគន់ក្នុងន័យស្ថាបនាដើម្បីជាតិទាំងអស់គ្នាទើបលោកសម្រាប់ចិត្តឲ្យធ្វើលើកយើងដឹងហើយសម្ងាយកូរ៉េខាងជើងគេដែលមានបណ្ដាញសង្គម Facebook YouTube ដែលអត់មានទេគេអត់មានពាក់ព័ន្ធទេដោយសារអីនេះហើយដែលអំណាចផ្ដាច់ការបើសិនណាជាហ៊ុនសែនអនុវត្តអំណាចផ្ដាច់ការសម្ដេចតេជោហ៊ុនសែនអនុវត្តនយោបាយអំណាចផ្ដាច់ការកុំថាឡើយ YouTube Facebook Telegram អីណាសពដែរយ៉ាងគឺអត់មានអស់នេះបើហ៊ុនសែនផ្ដាច់ការដូចអ្វីដែលពួកគេចោទប៉ុន្តែខ្ញុំសូមផ្ដាំកុំជឿនិស្សិតបញ្ញវន្តនៅក្រៅប្រទេសច្រើនពេកពួកអស់នោះហើយជាដើមហេតុធ្វើឲ្យប្រទេសកម្ពុជាคล้ายទៅជាផេះផង់សូមបងប្អូនមេត្តាជ្រាបសិក្សាឡើងវិញគិតឡើងវិញថាអ្នកណាជាអ្នកបំផ្លាញកម្ពុជាហើយអ្នកណាជាអ្នកកសាងបងប្អូនស្រីម្នាក់មិញនេះបងប្អូនស្រីម្នាក់នេះនិយាយថាគ្រួសារត្រកូលហ៊ុនមិនមែនជាអ្នកស្រឡាញ់ជាតិប្រកបអីនេះគេមិនគ្រប់គ្រងគ្រួសារត្រកូលហ៊ុនមិនបានស្រឡាញ់ជាតិស្រឡាញ់ប្រជាជនតែចំណុចតែមួយគត់បើគ្រួសារត្រកូលហ៊ុនមិនបានស្រឡាញ់ជាតិនិងស្រឡាញ់ប្រជាជនគ្រួសារត្រកូលហ៊ុនមិនជាអ្នកកាន់អំណាចមិនទៅចុះ MOU ជាមួយកូរ៉េហើយសន្យាថា
នឹងផ្ដល់ពលករឲ្យទៅធ្វើការនៅកូរ៉េក្នុងមួយឆ្នាំដូចកាលនោះ 5000 នាក់ដឹងទេប៉ុន្តែរកអត់បានគ្រប់ទេទៅតែប្រហែលឆ្នាំចុងក្រោយនេះទេដែលប្រមុខរដ្ឋាភិបាលផ្ដល់លទ្ធភាពនិងបញ្យល់បាយចែកបញ្យល់អំពីការរស់នៅនឹងធ្វើការរបៀបម៉េចអីរបៀបម៉េចទៅមានពលកររហូតដាក់ពាក្យរហូតដល់សេះសល់នេះជារឿងពិតដែលខ្ញុំសិក្សានៅក្នុងសង្គមនេះខ្ញុំរស់នៅក្នុងសង្គមនេះខ្ញុំដឹងហើយភាពអវិជ្ជមាននៅក្នុងសង្គមទាំងមូលក៏ខ្ញុំដឹងដែរដូចគ្នាក៏ប៉ុន្តែរឿងខ្លះយើងគួរតែគិតលោកចង់ឲ្យល្អខ្លាំងណាស់ប៉ុន្តែមន្ត្រីអវិជ្ជមានមន្ត្រីជាពិសេសមន្ត្រីដែលសេះសល់គំនិតដែលសំណល់សល់ពីសំរងស៊ីមកធ្វើឲ្យមានភាពអវិជ្ជមានកើតឡើងនៅក្នុងសង្គមសំរងស៊ីនេះហើយជាប្រភពនៃការបង្កើតឲ្យមានអំពើពុករលួយនៃកម្ពុជាពីឆ្នាំ93ដល់98បាទសូមអរគុណច្រើន